សួស្តីបងប្អូនជាទីស្រឡាញ់ជាទីរងអានទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនោះគឺមានចំណងជើងថាព្រើលភ្នែកពេលពពោះអាចបណ្ដាលមកពីមូលហេតុមួយនេះមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច like subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំហូម៉ូនមានផ្ទៃពោះអាចជួយទ្រទ្រង់ដល់ការលូតលាស់របស់ទារកក៏ពិតមែនប៉ុន្តែវាក៏អាចប៉ះពាល់ដល់ការមើលឃើញរបស់ម៉ាក់នៅអំឡុងត្រីមាសទី3ផងដែរហូម៉ូនទាំងនេះផ្ដល់ឲ្យជាលិការបស់យើងរក្សាជាតិទឹកកាន់តែច្រើនដែលបណ្ដាលឲ្យកញ្ចក់ភ្នែកនិងស្រទាប់កញ្ចក់ភ្នែកឡើងក្រាស់កត្តានេះនាំឲ្យស្ត្រីកំពុងពពោះមានបញ្ហាក្នុងការមើលឃើញកាន់តែខ្លាំងឡើងជាមួយគ្នានេះដែរការកើនឡើងហូម៉ូនអេស្ត្រូហ្សែនអាចបណ្ដាលឲ្យភ្នែករបស់យើងមានសភាពស្ងួតទ្វេដងពីព្រោះរាងកាយម៉ាក់កំពុងតែផលិតទឹកភ្នែកតិចតួចដែលជាហេតុធ្វើឲ្យភ្នែកមានអារម្មណ៍ក្រហាយនិងមានពណ៌ក្រហមម្យ៉ាងវិញទៀតជំងឺភ្នែកស្ងួតក៏អាចធ្វើឲ្យម៉ាក់ប្រឈមបញ្ហាស្ងួតភ្នែកនេះដែរពីព្រោះវាបំផ្លាញស្រទាប់កញ្ចក់ភ្នែកឬបង្កើនរំញោចឬចាញ់នឹងពន្លឺព្រះអាទិត្យចំណុចទី1បញ្ហាព្រិលភ្នែកនឹងបាត់ទៅវិញនៅពេលណាជាទូទៅអាការៈព្រិលភ្នែកនេះកើតឡើងនៅក្នុងត្រីមាសទី3ចំណែកឯស្ត្រីមួយចំនួនអាចសង្កេតឃើញអាការៈនេះនៅអំឡុងពេលមានផ្ទៃពោះតាំងពី10សប្តាហ៍មកម្ល៉េះហើយវានឹងបាត់ទៅវិញនៅសប្តាហ៍ទី6បន្ទាប់ពីសម្រាលកូនរួចចំណុចទី2ស្ត្រីពពោះអាចកាត់បន្ថយអាការៈព្រិលភ្នែកតាមរបៀបណាពិតណាស់ការពាក់វ៉ែនតានៅអំឡុងពេលមានគភ៌គឺប្រសើរជាងការប្រើប្រាស់កញ្ចក់ភ្នែកទោះបីជាការមើលឃើញរបស់ស្ត្រីពពោះមានសភាពកាន់តែអាក្រក់ទៅក៏ពិតមែនប៉ុន្តែវានឹងប្រសើរឡើងវិញនៅក្នុងរយៈពេល6សប្តាហ៍ក្រោយសម្រាលកូនរួចប្រសិនបើបញ្ហាភ្នែកជាឥទ្ធិពលដល់ជីវិតប្រចាំថ្ងៃរបស់យើងម៉ាក់ក៏អាចប្រើប្រាស់ទឹកថ្នាំបន្តក់ភ្នែកដើម្បីកាត់បន្ថយបញ្ហាព្រិលភ្នែកនេះដែរបន្ថែមពីនេះចូលពាក់វ៉ែនតាការពារកម្ដៅថ្ងៃដើម្បីការពារភ្នែកពីពន្លឺខ្លាំងប្រសិនបើស្រីយើងប្រឈមនឹងការផ្លាស់ប្ដូរភ្លាមចំពោះការមើលឃើញដូចជាព្រិលភ្នែកស្រវាំងភ្នែកមើលឃើញវត្ថុមួយបែកជាពីរចូលទាក់ទងទៅកាន់គ្រូពេទ្យភ្លាមពីព្រោះការផ្លាស់ប្ដូរបែបនេះនៅអំឡុងពេលមានផ្ទៃពោះអាចជាសញ្ញានៃជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបានក៏ដូចជាជំងឺបម្រុងកុលាភ្លើងផងដែរជាពិសេសនៅពេលដែលមានអាការៈឈឺក្បាលគួបផ្សំជាមួយ